លើ pass app ហ្នឹងហើយអាពូ pass app ហ្នឹងអត់ឈប់ទេណាអ្នកនរគ្នាហើយដល់ពេលទៅទាញចោលទាញឡើងវាកម្លាំងប្រហ៎វាគ្នាវាពីរនាក់វាកម្លាំងប្រហវាទាញទៅម៉ាក់ខ្ញុំដួបធ្លាក់ពីលើកង់3យកហ្មងចង់និយាយចឹងណាខ្ញុំនិយាយមែនអើយដល់ពេលគាត់ធ្លាក់ពីលើកង់3ហ្នឹងហើយអ្នកនរគ្នាធ្លាក់អូម៉ាក់ខ្ញុំហ្មងអូកង់3អូម៉ាក់ខ្ញុំទៅទៀតថ្ងៃនេះខ្ញុំចង់ទិញវីដេអូមួយសម្រាប់អ្នកទាំងអស់គ្នាហើយក៏ជាបទពិសោធន៍ថ្មីមួយសម្រាប់ខ្ញុំហើយនិងម៉ាក់ខ្ញុំដែរហើយអ្នកក្រុមគ្រួសារខ្ញុំតែម្ដងហើយខ្ញុំអត់សុខចិត្តទេថ្ងៃនេះគឺខ្ញុំត្រូវចេញវីដេអូតែម្ដងពីព្រោះខ្ញុំទ្រាំខឹងមែនតែនហ្មងខឹងណាស់ចង់ស្លាប់មនុស្សនិយាយមែនណាបើខ្ញុំឃើញអាមួយហ្នឹងខ្ញុំសម្លាប់វាចោលហ្មងនិយាយមែនខឹងមែនតែនហ្មងពីព្រោះវាឆក់កាបូបម៉ាក់ខ្ញុំហ្នឹងហើយវាចោលហើយអាពូ pass app ហ្នឹងក៏ចោលដែរចង់និយាយថាគ្នាវាហ្មងម៉ាក់ខ្ញុំបានហៅ pass app ជីតាមផ្លូវគាត់ហៅតាមផ្លូវអញ្ចឹងទៅហើយទៅឥឡូវវាហើយនឹងបាក់ពួកវាហ្នឹងប្រាប់គ្នាមិនដឹងអីហ្នឹងហើយវាហៅត្រឹមផ្លូវចិត្ត3ខ្ញុំជីចេញមកបរិយខ្ញុំបរិយផ្លូវចិត្ត3ខ្ញុំជីចេញមកម៉ាក់ខ្ញុំជីចេញមកមិនខ្ញុំទេម៉ាក់ខ្ញុំជីចេញមកតែម្នាក់ឯងទេហើយគាត់ហៅមាត់ហើយគាត់បានហៅ app ទេអ្នកនរគ្នាអញ្ចឹងគាត់ក៏ជីមួយ pass app ហ្នឹងហើយគាត់ជីមកដល់អាផ្លូវប៉ាន់ណូអាធំហ្នឹងណាអ្នកនរគ្នាវាក៏ធ្វើសកម្មភាពឆក់ម៉ាក់ខ្ញុំហើយម៉ាក់ខ្ញុំពេលហ្នឹងគាត់ភាំងអ្នកនរគ្នាគាត់ភាំងមែនតើណាគាត់ភាំងហ្មងអញ្ចឹងហើយពួកខ្ញុំនៅធ្វើការអត់មានមកនៅក្បែរគាត់ទេពួកខ្ញុំទាំងពីរនាក់ហ្នឹងគឺនៅធ្វើការឲ្យបងអូនស្រីខ្ញុំមួយទៀតហ្នឹងទៅបើកតូបបើកហាងឲ្យម៉ាក់ខ្ញុំហើយមុនពេលព្រឹកតែគាត់មក9គាត់ចេញទៅតាមក្រោយអញ្ចឹងទៅដល់ពេលផ្លូវដល់ផ្លូវប៉ាណូហ្នឹងវាធ្វើសកម្មភាពឆក់កាបូបម៉ាក់ខ្ញុំតែម្ដងហើយកាបូបហ្នឹងអ្នកនរគ្នាម៉ាក់ខ្ញុំស្ពីចំហៀងក្បាត់ចេះដូចខ្ញុំស្ពីអញ្ចឹងណាហើយគាត់កាន់អាកាបូបហ្នឹងសោកមានដៃវាហ្នឹងសោកមកតង់ទៀតហើយអញ្ចឹងទៅវាប្រទាញអាខ្សែដែលម៉ាក់ខ្ញុំធ្វើនេះធ្វើធ្លាក់ឡើងនេះធ្លាក់ទៅវាទាញអាហ្នឹងប៉ុន្តែវាតបនៅលើ pass app ហ្នឹងហើយអាពូ pass app ហ្នឹងអត់ឈប់ទេណាអ្នកនរគ្នាហើយដល់ពេលទៅទាញចោលទាញឡើងវាកម្លាំងប្រហវាគ្នាវាពីរនាក់វាកម្លាំងប្រហវាទាញទៅម៉ាក់ខ្ញុំដួបធ្លាក់ពីលើកង់3យកហ្មងចង់និយាយអញ្ចឹងណាខ្ញុំនិយាយមែនអើយដល់ពេលគាត់ធ្លាក់ពីលើកង់3ហ្នឹងហើយអ្នកនរគ្នាធ្លាក់អូម៉ាក់ខ្ញុំហ្មងអូកង់3អូម៉ាក់ខ្ញុំទៅទៀតខ្ញុំប្រាប់អូខ្ញុំមុំម៉ែកាន់ឲ្យអាជើងគាត់ហ្នឹងគៀបជាមួយអាកង់3ហ្នឹងកាន់ពីលើទៀតណាអូយហើយវាអត់ឈប់ទេណារៀងឆ្ងាយបន្តិចបានវាឈប់ចឹងទៅវាអត់មានទៅសួរម៉ាក់ខ្ញុំចោះពីលើកង់3សួរម៉ាក់ខ្ញុំថាអីមិនហើយទេវាសួរថាក្នុងកាបូបហ្នឹងមានអីកាបូបហ្នឹងមានអីមានលុយមែនបានអាមានចោលចុយហើយម៉ែអញដូរប៉ុណ្ណាណាចង្អាប់ឆ្ងល់ចឹងមកប្រហែលមានសួរថាម៉ែអញកើតអីទេអីមិនឆាយអីហើយអូយហងញ័រសាច់ហ្មងខ្ញុំកូនណាខ្ញុំជាកូនញ័រសាច់ហើយខ្ញុំគ្នាវាហ្មងគាត់ថាវានិយាយមកយើងដឹងហ្មងថាគ្នាវាមិនមែនសួរថាអីមិនឆាយអីត្រូវរបួសlạiง่ายអត់ទេណាអូយខ្ញុំនិយាយមែនអ្នកនរគ្នាប្រយ័ត្នប្រយែងមែនតើហ្មងខ្ញុំជាកូនខ្ញុំមុំម៉ៅខ្លាំងណាស់ខ្ញុំឃើញសភាពម៉ាក់ខ្ញុំណាពីដៃហ្នឹងរហូតដល់ជើងហើយអ្នកនរគ្នាគាត់ធ្លាក់ពីលើកង់3ហើយគាត់ចង្អាប់ឆ្ងល់ហ្មងចង់និយាយថាគាត់ចង្អាប់ឆ្ងល់ហ្មងហើយគាត់ស្ទុះស្ទាងើបធ្វើមិនឲ្យបានរួចខ្លួនហើយគាត់ងើបហើយចឹងតែគាត់ក្រោមខ្លួនចង់មកតែគាត់ប្រឹងងើបហើយគាត់ហត់ឡើងមើលតាមកង់3វិញខ្ញុំនិយាយមែនណាហើយដល់ពេលចឹងទៅខ្ញុំជាកូនខ្ញុំនិយាយមែនខ្ញុំគាត់ហៅហៀបសកម្មភាពខ្ញុំមិនដឹងម៉ាក់ខ្ញុំហើយបើសិនឧទាហរណ៍តែពេលហ្នឹងណាគាត់ធ្លាក់ពីលើកង់3ហើយមានឡានពីក្រោយមកអ្នកអត់គ្នាគាត់ទស្សនភាពមើលខ្ញុំជាកូនអូ Oh my god ខ្ញុំចង់និយាយថាខ្ញុំខឹងខ្លាំងណាស់ពីអ្នកបងប្អូនខ្ញុំធ្វើអីគេអត់បានហើយណាមួយខ្ញុំចង់ប្រាប់ថាម៉ាក់ខ្ញុំខ្ញុំអត់នៅក្បែរគាត់អត់នៅទស្សនភាពហ្នឹងទី2ខ្ញុំអត់បានចាប់អាស្អីគេផ្លាកលេខកង់3ហើយនឹងផ្លាកលេខឡាននេះព្រោះម៉ាក់ខ្ញុំចាប់អត់បានផ្លាកលេខឡានផ្លាកលេខម៉ូតូសុំតោអញ្ចឹងពួកខ្ញុំចាប់អត់បានទេគាត់អត់ចាញ់ហ្មងអត់ចាញ់ណាខ្ញុំជាកូនខ្ញុំមុំម៉ៅខ្លាំងមែនតើអញ្ចឹងខ្ញុំសុំផ្ដាំអ្នកទាំងអស់គ្នាជីកង់3ហៅអេបទៅហ្នឹងឯងអីដែលខ្ញុំហៅតែផ្ដាំទៀតអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាអត់ហៅអេបក៏អត់អីដែរអ្នកទាំងអស់គ្នាអាចហៅពូ pass app ណាដែលទុកចិត្តទី1អ្នកដែលស្គាល់ចិត្តតែអីចឹងទៅហៅគាត់ជិះទៅឲ្យលើសលុយបន្តិចបន្តួចជូនគាត់ទៅណាកុំជប់ចោលដូចម៉ាក់ខ្ញុំទៀតខ្ញុំខឹងណាខ្ញុំធ្វើអីវាអត់បានហើយខ្ញុំនិយាយមែនហើយអ្នកតែជួបទស្សនភាពអញ្ចឹងណាគាត់អត់មានវីដេអូគាត់អត់មានអីទេអញ្ចឹងគាត់អត់មានធ្វើវីដេអូអីអ្នកនរគ្នាមើលទេគាត់មានតែ
ឈឺត្រូវអាគេឆក់ចឹងឲ្យគាត់ស្ងំហីប៉ុន្តែខ្ញុំអត់សុខចិត្តទេខ្ញុំចង់មកប្រាប់បងប្អូនថាអ្នកនរគ្នាគួរតែប្រយ័ត្នប្រយែងទី1តាមផ្លូវពួកវាឥឡូវវាចេញឆក់ហើយវាចេញឆក់លើសមុនទៀតហ្នឹងហើយវាស្គាល់ថាមនុស្សក្មេងឬក៏ចាស់ទេម្ដាយយើងចាស់អីក៏វាអត់ខ្វល់ដែរឲ្យតែវាបានឆក់វាឆក់ហើយបើសិនតែគេវាយវាងងាប់ក៏ខ្ញុំទ្រាំទ្រដែរអ្នកនរគ្នាចឹងឆក់មនុស្សចាស់អញ្ចឹងហើយអ្វីដែលខ្ញុំនិយាយមួយទៀតខ្ញុំសូមអរគុណទៅដល់គ្រូពេទ្យនៅខាងពេទ្យលោកសង្ឃគេហៅប្រកបសម័យចឹងចាគឺខ្ញុំបានទៅពេទ្យខាងហ្នឹងគឺខ្ញុំទៅសើខាងពេទ្យមែនតើហើយទី1គឺគាត់ខ្ញុំប្រាប់គាត់ថាម៉ាក់ខ្ញុំធ្លាក់ដួលចឹងទៅគាត់បោកអត់ត្រឹមឆ្អឹងនេះឆ្អឹងជនីនេះខ្លាំងពេលដែលខ្ញុំទៅ scan ណាអ្នកនរគ្នាអ្នកនរគ្នាដឹងមិនទេព្រះកុសលៈហ្នឹងគឺគាត់អត់មាន scan តាមរយៈហៀងហ្នឹងគឺគាត់ scan មកតួខ្លួនរបស់មនុស្សហ្មងចាហើយទី2គឺគាត់អញអេកូម៉ាក់ខ្ញុំថាគាត់មានអីគេខ្លះគឺគាត់មើលទាំងអត់លំពេងថ្លើមនិយាយទៅច្រើនណាស់នៅក្នុងហ្នឹងតែប្រហែលគេរៀបរាប់ទាំងអស់ថាអត់មានអីទេគាត់ថារៀងខ្ទាំជាមួយនឹងអាឆ្អឹងដែលគាត់ធ្លាក់ពីលើរៀងរៀងស្នាមបន្តិចតែ7ស្រាំហ្នឹងឲ្យស្រាំបន្តិចរៀងខ្ទាំបន្តិច7អាទិត្យ6អាទិត្យអីប្រហែលជាគាត់មកដូចដើមវិញអត់អីទេប៉ុន្តែយើងឲ្យគាត់មិនមែនបណ្ឌិតប្រតាមហ្នឹងណាបណ្ឌិតស្បូនបណ្ឌិតអីមិនសេតមកហើយអ្វីដែលគាត់ scan ហ្នឹងគឺ scan មកតួខ្លួនវាត្រឹមកហ្នឹងចង់មកក្រមមកពូម៉ាក់ខ្ញុំបោកលើក្បាលគាត់បោកវាត្រឹមខ្លួនហ្នឹងដល់ទ្រូងគាត់ហ្នឹងគឺគាត់scan មកសេតហើយឧបករណ៍នៅក្នុងពេទ្យគឺខ្ញុំទៅមើលផ្ទាល់ផ្នែកតែម្ដងគឺខ្ញុំឃើញថាល្អហើយល្អទ្វេគុណហ្មងហ្នឹងហើយអ្វីដែលទី2គឺគាត់ពិនិត្យមើល check មិនត្រឹមតែ scan ទេគឺគាត់ echo អីមកសេតហ្មងហើយតម្លៃមួយទៀតអ្នកនរគ្នាគឺខ្ញុំពិតជាទទួលស្គាល់ថាតម្លៃធូរថ្លៃសម្រាប់ខ្ញុំណាទៅនិយាយទៅអ្នកនរគ្នាទៅគឺល្អហ្នឹងហើយពេទ្យឥឡូវគឺល្អខ្លាំងហ្នឹងហើយសម្ដីគាត់ដែលពេលគាត់មកមើលវិនិច្ឆ័យហើយនឹងជាមួយនឹងគេហៅថាបានលទ្ធផលមកហើយក៏គេចាប់ផ្ដើមមើលឲ្យយើងទៅក៏គាត់សម្ដីល្អមែនតើគ្រូពេទ្យខ្ញុំពិតជាអរគុណលោកគ្រូពេទ្យអ្នកគ្រូពេទ្យនៅពេទ្យនឹងមែនហើយអីដែលចង់ឲ្យសំណុំពរទៅដល់លោកគ្រូពេទ្យអ្នកគ្រូពេទ្យគឺធ្វើអញ្ចឹងជារៀងរហូតតទៅគ្រប់ហើយអ្វីដែលខ្ញុំសុំសំណុំពរលោកគ្រូពេទ្យណានិយាយមែនណាគឺលោកគ្រូពេទ្យអ្នកគ្រូពេទ្យចង់ឲ្យលោកគ្រូពេទ្យអ្នកគ្រូពេទ្យគឺធ្វើអញ្ចឹងបានល្អរហូតជារៀងតទៅមិនត្រឹមតែស្ថាប័នពេទ្យតែមួយទេខ្ញុំចង់ឲ្យគ្រប់ពេទ្យតែម្ដងចាពីព្រោះធ្វើឲ្យទំនុកចិត្តណាគេហៅទំនុកចិត្តខ្ញុំជាកូនដូចជាម៉ាក់ខ្ញុំជាអ្នកជំងឺហើយខ្ញុំជាកូនគាត់គឺខ្ញុំមានសេចក្តីត្រេកអរខ្លាំងមែនតើហើយកក់ក្ដៅហើយសម្ដីពេទ្យពុនទុនភ្លុនគួរឲ្យចង់គោរពចាខ្ញុំគោរពចេញពីចិត្តណាអ្នកនរគ្នាពេលខ្ញុំមុនចេញពីពេទ្យហ្នឹងគឺខ្ញុំអរគុណដល់តាមគ្រប់ផ្នែកហ្មងចាខ្ញុំអរគុណគ្រប់ផ្នែកហ្មងពីព្រោះគាត់និយាយសម្ដីល្អធ្វើការបានល្អចាហៅឈ្មោះហៅអីគ្រប់ផ្នែកគ្រប់កន្លែងដែលខ្ញុំត្រូវscan ម៉ាក់ខ្ញុំអីចឹងហើយកន្លែងដែលបងលុយហ្នឹងអញ្ចឹងដែរធ្វើឲ្យខ្ញុំមានអារម្មណ៍ថាកក់ក្ដៅផ្លូវចិត្តណាអរគុណអ្នកគ្រូលោកគ្រូមែនតើដែលលោកគ្រូមើលឃើញវីដេអូនេះហើយខ្ញុំសូមអរគុណហើយក៏សូមជូនពរលោកគ្រូអ្នកគ្រូដែលមានសុខភាពល្អហ្នឹងហើយសូមឲ្យលោកគ្រូអ្នកគ្រូគឺខ្ញុំចេញពីពេទ្យមកវិញគឺខ្ញុំសប្បាយហើយញញឹមហ្មងពីព្រោះទី1គឺខ្ញុំបានភាពកក់ក្ដៅពីពេទ្យហើយចំណែកទី2គឺតម្លៃធូរថ្លៃសម្រាប់តែខ្ញុំជូនម៉ាក់ខ្ញុំទៅមើលចាទៅ scan ទៅអីចឹងទៅអត់អស់ច្រើនទេខ្ញុំមកវិញបកមកវិញគឺខ្ញុំចង់និយាយថាពេលខ្ញុំទៅ scan នៅប្រទេសថៃហើយប្រទេសវៀតណាមតម្លៃនៅកូននៅស្រុកខ្មែររៀងធូរថ្លៃជាងអញ្ចឹងអ្នកនរគ្នាបើចង់ដឹងចង់ scan ឬក៏ចង់មើលសុខភាពអីអ្នកនរគ្នាទៅដឹងហើយមកវគ្គគឺល្អមែនតើចាហើយតែផ្នែកផ្សេងទៀតខ្ញុំអត់ដឹងណាតែខ្ញុំដឹងតែផ្នែកដែល scan ម៉ាក់ខ្ញុំអីចឹងទៅតែខ្ញុំសុំសំណូមពរដូចខ្ញុំនិយាយចឹងសុំសំណូមពរគ្រប់ពេទ្យគ្រប់កន្លែងគ្រប់ផ្នែកទាំងអស់ចាស្ថាប័នគ្រប់កន្លែងទាំងអស់ចាខ្ញុំសូមឲ្យលោកគ្រូពេទ្យអ្នកគ្រូពេទ្យគឺធ្វើអញ្ចឹងណាបានល្អណាស់អ្នកគ្រូលោកគ្រូណាខ្ញុំសូមអរគុណសូមគ្រប់លាអ្នកនរគ្នាបាយបាយ